いえ、大きいと思いますよ。服が。ជួបគ្នាតែជាមួយនឹងការស្រាយភាពបន្តនៃរឿងអ្នកខ្លាំងមកសពគ្រប់ជំនាញមកចឹងនៅភាពបន្តនេះបន្ទាប់ពីអូរូនវាយឈ្នះអ្នកខ្មៅនឹងការស្ញែសរសើរនឹងមិនគួរឲ្យជឿនឹងឲ្យចាប់ផ្ដើមកើតឡើងនៅភាគនេះផងដែរដែលបើក្បាលមកគឺក្រុម Oliver នឹងបានរត់ទៅកាន់ Dungeon និងបានឃើញពលឺនៃវេទមន្តបំលាស់ទីនៅមុខ Dungeon នឹងតែម្ដងពេលដើរចូលទៅពួកគេក៏បានឃើញសាកសពអ្នកខ្មៅនោះហើយ Oliver នឹងក៏បានធ្វើជាដកដាវឯណាចឹងទៅចំណែកអូរូនដែលវាយអ្នកនោះយ៉ាងវេទនាក៏បានឈរក្បែរនឹងផងដែរចឹងគេក៏ប្រាប់ឲ្យ Luna នឹងចាត់ចែងរឿងទាំងអស់ហ្នឹងទៅចំណែកអាសាច់ដុំអត់ប្រយោជន៍នេះវាមិនជឿថាអូរូននឹងសម្រាប់អ្នកតែខ្លួនឯងនោះទេថែមទាំងចង់ទៅវាយ Luna ដែលថាវាអន់ទៀតចឹងនាងក៏ប្រើព្រលឹង Pixie ធ្វើឲ្យមួយនឹងថ្មឹងមកកន្លែងចំណែក Sophia វិញក៏ត្រឡប់មកបន្ទប់ដើម្បីសរសេររបាយការណ៍ទាក់ទងនឹងការចូល Dungeon រយៈពេល3ថ្ងៃនេះតែនាងនឹកឃើញតែភាពអស្ចារ្យរបស់អូរូនប៉ុណ្ណោះពេលនឹងបងរបស់នាង Selma នឹងក៏វិលមកវិញជាមួយនឹងទឹកមុខដូចគេកាប់ហើយក៏ដេកលើពុកចឹងទៅចឹង Sophia នឹងក៏បបួលបងគេទាំងងត់ទឹក2នាក់ហើយបងនាងក៏បានសួរពីការគិតរបស់ Sophia ទៅលើអូរូនដែលបានកម្ចាត់អ្នកខ្មៅនោះព្រោះ Selma នឹងឃើញថាអូរូននឹងខ្លាំងជាងនាងឆ្ងាយណាស់តែអ្វីដែល Sophia ឃើញនោះគឺចលនានិងវេទមន្តរបស់អូរូននោះពិតជាខ្លាំងមែនតែអ្វីផ្សេងទៀតនេះគឺធម្មតាទាំងអស់ហើយការបង្រៀនដែលគេប្រាប់នឹងពិតជាបានផលក្នុងការវាយជាមួយសត្រូវក្នុង Dungeon នាងក៏គិតថាបងនាងនឹងខ្លាំងផងដែរចំណែកអូរូននេះវិញបានដេកឈឺខ្លួនក្រោយវាយអ្នកនោះរួចហើយគេក៏ប្រើវេទមន្តបំបត្តិការឈឺចាំផងដែរក្រោយមក Selma នឹងក៏មករកគេដើម្បីអរគុណដែលបានជួយក្នុងការបង្រៀនព្រមទាំងការពារពួកគេផងដែរហើយនាងក៏ហៅអូរូននឹងទៅ Clan ជាមួយនាងព្រោះម្ចាស់ Clan នឹងចង់ជួបហើយក៏បានមកដល់ភ្លាមដែលម្ចាស់ Clan នឹងចង់ហៅអូរូននឹងចូល Clan ទន្សាយរាត្រីរបស់ពួកគេដែលធ្វើជាអ្នកវាយបើកមុខក្នុងក្រុមទី1ក្រុមដែលខ្លាំងប្រចាំ Clan នឹងហើយក៏លើកគេធ្វើជាមេរងនៃ Clan ផងដែរការហៅចូលបែបនេះអ្នកណាក៏ទទួលយកដោយក្តីរីករាយដែរតោះត្រង់អូរូននឹងសុំពេលគិតសិនហើយអូរូនក៏បានយករឿងនេះមកប្រាប់តាចាស់ម្នាក់នេះដែលអូរូននឹងមិនទាន់ចង់ចូលនោះទេព្រោះខ្លាចត្រូវគេទាត់ក្បាលចោលម្ដងទៀតចឹងតានឹងឲ្យអូរូននឹងគិតឲ្យម៉ត់ចត់ព្រោះការជួយពីសមាជិកក្រុមនឹងក៏ជាផ្នែកមួយនៃការវិវត្តចំណុចខ្សោយរបស់គេផងដែរក្រោយមកអូរូនក៏បានមកហ្គៀនឹងបានបញ្ជាក់ប្រាប់ម្ចាស់ហ្គៀថាគេសម្រាប់អ្នកខ្មៅនោះតែម្នាក់ឯងតែអាពីក្បាលក្នុងក្រុម Oliver នឹងថាមកពីពួកវានឹងវាយអ្នកឡើងចិត្តងាប់ហើយបានអូរូននឹងអាចបីបង្ហើយអ្នកនឹងបានចឹងអូរូននឹងក៏ប្រាប់អាចនឹងបិទមាត់ហើយគ្មានសិននិយាយអីទេចឹងអូរូននឹងក៏ចោទសួរ Oliver ដែលបដូរអ្នកប្រើវេទមន្តគ្រប់ត្រថ្មីតែមូលហេតុអីបានជាទៅជន់92ភ្លាមតែសំណួរនេះអូរូនដឹងចម្លើយមុនហើយព្រោះ Oliver នឹងគិតថាចូលវាយ Dungeon នឹងជាច្រើនលើកហើយអត់មានបញ្ហាអីទេហើយការគិតរបស់ Oliver នឹងគឺនៅតែថាអ្នកប្រើវេទមន្តគ្រប់ត្រថ្មីនឹងខ្លាំងជាងអូរូនចឹងគេគ្មានបញ្ហាអីទេសម្បត្តិត្រឹមជន់92ហ្នឹងចឹងអូរូនក៏សួរ Oliver មានដឹងពីតម្លៃអ្នកប្រើវេទមន្តគ្រប់ត្រអត់អត្តនោចឹងណាចឹងវាថាអ្នកប្រើវេទមន្តគ្រប់ត្រហ្នឹងគ្រាន់តែឈរកន្លែងមានសុវត្ថិភាពចាំប្រើតែ skill ប៉ុណ្ណោះចឹងអូរូនក៏ប្រាប់ពី skill ដំឡើងកម្លាំងរបស់ពួកគេម្នាក់ដែល Oliver ហ្នឹងមានរយៈពេល61វិនាទី Annelie ហ្នឹង144វិនាទី Derek 186វិនាទីហើយអ្នកប្រើវេទមន្តគ្រប់ត្រហ្នឹងត្រូវចងចាំថេរវេលាទាំងនេះដើម្បីប្រើវេទមន្តគ្រប់ត្របន្តដល់លឺចឹង Oliver នឹងអស់ពីអីត្រូវនិយាយហើយចឹងក៏បានកាត់មកក្មេងខ្មាំងនេះវិញដោយ Logan នឹងចង់ដឹងថាអូរូននឹងចូល Clan របស់ពួកគេឬអត់តែ Sophia នឹងមិនទាន់ដឹងនោះទេចឹងពួកគេក៏សម្រេចចិត្តទៅសួរ Selma ពីទីតាំងដែលអូរូនរស់នៅហើយពួកគេនឹងហៅអូរូនចូល Clan តែម្ដងស្របពេលដែល Selma នឹងកំពុងសេតដែលអូរូននឹងមិនត្រូវការវេទមន្តគ្រប់ត្រពីនាងចឹងក្មេងខ្មាំងនឹងក៏មករកនាងនិងបានសួរពីកន្លែងស្នាក់នៅរបស់អូរូនដែលគេមិនខ្វល់ថាអូរូននឹងខ្លាំងជាងនរណានោះទេគេគ្រាន់តែចង់រៀនពីអូរូនបន្តតែប៉ុណ្ណោះចឹងពួកគេនឹងក៏បានចេញដំណើរទៅរកអូរូនចំណែកការសួរអូរូននៅហ្គៀនឹងក៏បានបញ្ចប់ផងដែរនៅសតការពិន័យលើក្រុម Oliver ប៉ុណ្ណោះពេលអូរូនដើរទៅវិញនឹងក៏វាក់នឹងក្មេងខ្មាំងទាំងអស់នោះចឹងអូរូនក៏បានរត់គេចខ្លួននិងបានហក់ឡើងលើដំបូលហើយក៏បានរត់ចូលកន្លែងតាចាស់នោះទៀតហើយការគេចខ្លួនរបស់អូរូននេះគឺដោយសារគេមិនចង់ចូល Clan នោះទេចឹងខ្លាចក្មេងៗនឹងអន់ចិត្តចំណែកក្មេងៗនេះវិញបានតាំងចិត្តយ៉ាងរឹងមាំបើអូរូនមិនចូល Clan គេនឹងចេញពី Clan ហើយធ្វើជាសិស្សរបស់អូរូនតែនឹងក៏បានដាស់តឿនអូរូនដែលកំពុងចង់រកកន្លែងដែលស័ក្តិសមនឹងគេហើយឃើញថាអូរូននឹងក៏ស្រឡាញ់ក្មេងៗទាំងអស់នោះផងដែរគាត់គិតថាអូរូននឹងមិនស័ក្តិសមនឹងម្នាក់ឯងនោះទេចឹងអូរូននឹងក៏បានដើរមកមើលដួងច័ន្ទដែលរះចំកណ្ដាលមេឃហើយក៏ជួបនឹងកុមារី Sophia ដែលកន្លែងនេះគឺជាកន្លែងដែលនាងចូលចិត្តមកផងដែរហើយនាងក៏បានប្រាប់ពីដើមហេតុដែល Clan នេះមានឈ្មោះអញ្ចឹងព្រោះថា Clan នេះចង់ធ្វើជាអ្នកនាំផ្លូវដល់អ្នកផ្សងព្រេងគ្រប់គ្នាដោយប្រច័ណ្ឌដែលរះដើម្បីបង្ហាញផ្លូវអញ្ចឹងអូរូនក៏ចង់ចាំថាគេធ្លាប់និយាយរឿងនេះជាមួយនរណាម្នាក់ផងដែរចឹងអូរូនក៏សួរនាងថា Clan នេះមានន័យអ្វីសម្រាប់នាងក៏បានថាវាជាផ្ទះសម្រាប់នាងរស់នៅលើចឹងហើយអូរូនក៏បានមកជួបនឹងម្ចាស់ Clan ហើយក៏សូមចូល Clan ទន្សាយរាត្រីនឹងតែម្ដងហើយក្មេងៗនឹង Selma ក៏បានមកជួបអូរូននិងអបអរជាមួយគ្នាចឹងទៅ改めてよろしくなរូបភាពក៏បានកាត់មកកម្មារភាពរបស់អូរូននិង Oliver ដែលគេបានសាឡបងក្បាច់ដើរជាមួយគ្នាតែអូរូននឹងក៏បានចាញ់ក្រោមដៃ Oliver ចឹងពួកមនុស្សធំនឹងគិតថា Oliver នឹងមានកំណើតជាងចំណែក Oliver នឹងឈ្នះមិនអស់ចិត្តនោះទេព្រោះគេដឹងថាអូរូននឹងខ្លាំងជាងនេះតែអូរូនសារភាពថាគេចាញ់ហើយចំណែកការបន្ធូរដៃរបស់អូរូននេះព្រោះគេមិនចង់សម្លាប់ Oliver បើធ្ងន់ដៃទៅដល់ណានោះអតិបិសោពេលនេះក្មេងស្រីម្នាក់ឈ្មោះ Sion នឹងក៏បានដើរមករកអូរូនដែលនាងដឹងពីកម្លាំងពិតប្រាកដរបស់អូរូនតែដែលគេមិនចង់ឲ្យមនុស្សពេញវ័យនោះដាក់សម្ពាធលើគេទើបអូរូននឹងធ្វើជាចាញ់បែបនេះ Sion នឹងក៏សន្យាថានឹងវឹកហាត់ឲ្យខ្លាំងនិងឈរក្បែរអូរូនជានិច្ចហើយពួកគេទាំងពីរនាក់នឹងខ្លាចទៅជាចុចオルンと同じ
អត់ដឹងអីទេបើគេអត់ប្រាប់ចឹងហ្នឹងហើយចឹងយើងមានតែចាំមើលទៅភាពមុខទៀតហើយលោកគេប្រាប់ 私の道しるべていてね ត្រឡប់មកបច្ចុប្បន្នវិញម្ចាស់ហ្គៀនឹងក៏បានជួបនឹងម្ចាស់ហ្គៀធំម្នាក់ទៀតដែលគាត់មកនេះដើម្បីប្រាប់រឿងមានអ្នកដែលអាចសម្លាប់នាគខ្មៅនោះបានកាលពី3ថ្ងៃមុនម្ចាស់ហ្គៀធំនឹងគាត់ថាជា Oliver តែការពិតទៅគឺជា Orun ទៅវិញទេម្ចាស់ហ្គៀធំនឹងក៏ស្គាល់ Orun ផងដែរចឹងគាត់ក៏បានសួរពី Orun មានសកម្មភាពអីចម្លែកអត់តែដែលគ្មានអីចម្លែកទេចឹងគាត់ក៏ថា Orun នឹងមិនតន់ត្រឡប់ទៅធាតុដើមរបស់គេនោះឡើយក៏ប៉ុន្តែ Orun អាចមានធម៌ពលវាយឈ្នះនាគខ្មៅនោះពិតជាមិនធម្មតានោះទេចឹងគាត់ក៏ផ្ដាំឲ្យរាយការណ៍ភ្លាមៗបើសិនជាមានបញ្ហាទាក់ទងនឹងអូរូនពេលហ្នឹងក៏កាន់មកមនុស្ស4នាក់ដែលបានសម្លាប់អ្នកផ្សងព្រេងនៅក្នុងដានចិនដែលក្នុងចំណោមហ្នឹងមាននារីដែលក្រងសនេះឈ្មោះថាស៊ីយ៉ននារីដែលនៅក្នុងការចងចាំរបស់អូរូនហ្នឹងដែលពួកនាងបានសម្លាប់អ្នកផ្សងព្រេងក្នុងដានចិនទិសខាងកើតហើយដល់លែងមានអ្នកខ្លាំងមកទៀតចឹងនាងក៏ចងចាក់ចេញសិនតែពេលហ្នឹងក៏ចេញអ្នកនាំសារម្នាក់មកនឹងបានរាយការណ៍ពីអ្នកដែលបានសម្លាប់នាគខ្មៅនោះទៅនាងតែគេមិនបានដឹងពីឈ្មោះនិងអត្តសញ្ញាណអ្នកសម្លាប់នោះទេចឹងគេក៏ចង់ឲ្យ CEO នឹងទៅជួបនឹងបរិះហ្នឹងហើយបើគិតថាគេនឹងជាសត្រូវគឺឲ្យនាងសម្លាប់ចោលទៅព្រោះអ្នកខាងលើហ្នឹងបានប្រាប់ថាបរិះម្នាក់ហ្នឹងគឺឈរខាងវិហារ Sion ដឹងថាព័ត៌មានមិនច្បាស់ចឹងគឺមិនមែនជា Oliver អ្នកធ្វើនោះទេហើយបើអ្នកសម្លាប់នាគហ្នឹងគឺនៅខាងវិហារចឹងនាងនឹងសម្លាប់គេចោលភ្លាមចឹងពួកនាងក៏បានរៀបចំទៅដានចិនភាគខាងត្បូងដើម្បីទៅជួបបរិះម្នាក់ហ្នឹងដែល Sion នេះគឺធ្វើតាមក្តីបំណងរបស់ Orun ដែលនាងនៅចងចាំមិនភ្លេចនោះទេនិងជាបរិះដែលនាងស្រឡាញ់ខ្លាំងបំផុតផងដែរដែលកាលពីនៅក្មេងនាងបានទទួលសម្បត្តិមួយដែលថា Orun នឹងត្រូវបានគេបង្ខំរហូតដល់ស្លាប់ដោយសារបរិះដែលនៅវិហារម្ចាស់ហ្គៀធំនឹងឯងហើយនាងនឹងសម្លាប់ម្ចាស់ហ្គៀធំនឹងចោលរូបភាពក៏បានកាន់មក Clan ទន្សាយរាត្រីវិញដែលម្ចាស់ Clan នឹងបានប្រកាសតែងតាំង Orun ជាម្ចាស់ Clan រងតែក៏ត្រូវមានការឯកភាពពីម្ចាស់ Clan រងផ្សេងៗផងដែរចឹងតាចាស់ម្នាក់ក៏សួរ Orun បន្តិចសិនថា Orun នឹងហ៊ានលះបង់ជីវិតដើម្បី Clan ឬអត់ព្រោះថាការសម្រេចចិត្តរបស់ Orun ក្នុងនាមជាម្ចាស់ Clan រងនេះអាចនឹងផ្លាស់ប្ដូរជីវិតសមាជិកផ្សេងៗជាច្រើននាក់តែ Orun មិនអាចបកគោជីវិតជូន Clan បាននោះទេដែលមើលឃ្លានេះធ្វើឲ្យអ្នកផ្សេងៗនឹងមិនពេញចិត្តនោះឡើយតែ Orun នឹងចូល Clan នេះគឺគោលបំណងដើម្បីការពារអ្នកដែលនៅក្បែរគេហើយគេបដិញ្ញាថានឹងការពារអ្នកដែលនៅក្នុង Clan នេះដែលគេនឹងវឹកហាត់ឲ្យខ្លាំងដើម្បីការពាររបស់ដែលគេស្រឡាញ់ហើយអ្នកដែលគេការពារនោះគឺមិនមែន Clan នោះទេតែគឺជាសមាជិកក្នុង Clan នេះតែម្ដងចឹងគេក៏បានចូល Clan បានសម្រេចហើយ Selma នឹងក៏ភ័យពីដែលគេនិយាយមិញផងដែរពេលនោះអ្នកគ្រប់គ្រងទូទៅផ្នែកផ្សងព្រៃនឹងក៏បានមកជួប Orun ដែលនាងមានឈ្មោះថា Estella ដែលនាងចង់ពឹងឲ្យ Orun នឹងជួយបង្ហាត់ក្រុមផ្សងព្រេងថ្មីថ្មមួយក្រុមទៀតហើយតែ Orun នឹងខ្លាចប៉ះពាល់ដល់សកម្មភាពក្រុមរបស់ Selma តែចៃដន្យនេះវាគ្មានបញ្ហានោះទេដោយសារពួកគេមិនចំណាយពេលច្រើនទៅលើការចូល Dungeon នោះឡើយដោយច្បាប់ Clan គេគឺមិនអាចចូល Dungeon លើសពី3ថ្ងៃបាននោះទេចឹង Orun នឹងក៏យល់ព្រមហើយគេក៏បន្តទៅជួបសមាជិកក្រុមរបស់គេដែលអ្នកណែនាំមុនគេនេះគឺឈ្មោះថា Rain Hartwell 24ឆ្នាំនឹងជាអ្នកប្រើវេទមន្តដែលនាងមានអាយុច្រើនជាងគេតាមភាសាភ្នែក Orun សម្លឹងនាងគិតថា Orun នឹងថានាងតូចតែ Orun គិតថានាងធំទៅវិញទេតែ Orun សំដៅទៅលើសម្លៀកបំពាក់ចឹងក៏ដល់វិញនារីសក់ទង់ដែង Lucretia Otis អាយុ18ឆ្នាំជាអ្នកព្យាបាលឈ្មោះកាត់ Lucre ហើយបរិះចុងក្រោយនេះគឺ Will Severy ជាអ្នករងការពារអាយុ20ឆ្នាំហើយនេះ Selma ជាមេក្រុមប្រើវេទមន្ត Control ហើយនេះជាតួឯក Orun នឹងហើយតែតួនាទីគេពេលនេះគឺជាអ្នកវាយបើកមុខហើយក្នុងក្រុមពួកគេមិនចាំបាច់និយាយគួរសមអីទេហើយអញហែងតាមធម្មតាចឹងទៅចឹង Wills នឹងក៏ចង់ដឹងពីវិធីដែល Orun វាយឈ្នះនាគខ្មៅនោះដែល Orun វាយឈ្នះដោយសារវេទមន្តបង្កើតដល់ខ្លួនឯង2របស់គេដែលទី1នោះគឺ Impact ដែលអាចដំឡើងធម៌ពលទៅកាន់អាវុធដល់ទៅ100ដងហើយទី2គឺវេទមន្តដែលអាចប្រើបានច្រើនដងដើម្បីដំឡើងកម្លាំងរបស់ខ្លួនតែពេលវាយនោះ Orun បានដំឡើងដល់ទៅ32ដងតែគេអាចប្រើបានតែលើខ្លួនគេតែប៉ុណ្ណោះតែរយៈពេលនោះមិនសូវយូរប៉ុន្មានទេតែឃើញ Orun ខ្លាំងចឹងពួកនាងគិតថា Orun នឹងចង់ទៅជំនាញណាក៏បានដែរតែមែនតើ Orun អាចប្រើត្រឹមវេទមន្តកម្រិតកណ្ដាលប៉ុណ្ណោះទោះបីជាគេខំយ៉ាងណាក៏ដោយចឹង Ray នឹងសង្ឃឹមថា Orun នឹងអាចប្រើវេទមន្តកម្រិតខ្ពស់បានទៅថ្ងៃមុខហើយ Orun ក៏មានសមត្ថភាពពិសេសផងដែរដែលធ្វើឲ្យក្រុមគេនេះមាន3នាក់ហើយដែលមានសមត្ថភាពនេះចឹងដែរចង់ដឹងថាជានរណាគឺនឹងដឹងក្នុងពេលចូល Dungeon នៅថ្ងៃស្អែកចឹង Orun ក៏សូមចេញទៅទិញដាវសិនព្រោះដាវរបស់គេវាយជាមួយនាគនោះបានខ្ទេចបាត់ហើយដែល Orun នឹងទម្លាប់ប្រើដាវដែលលក់ស្រាប់តែម្ដងធ្វើឲ្យពួកគេនេះភ្ញាក់ផ្អើលផងដែរតែចាប់ពីថ្ងៃនេះទៅ Orun ត្រូវតែទិញដាវដែលកំងចេញមកមិនមែនឲ្យទិញស្រាប់ទេចឹងពួកគេក៏បាននាំ Orun មករកជាងដាវប្រចាំ Clan របស់គេតែជាងនេះមានបញ្ហាមួយគឺគ្មានវត្ថុធាតុដើមសម្រាប់ផលិតដាវល្អឲ្យ Orun នោះឡើយតែ Orun ក៏មានរបស់របរពីជាន់ជ្រៅដែលគេបានទៅពីមុនផងដែរហើយក៏មានសការរបស់នាគខ្មៅតែធ្វើឲ្យក្រុម Selma នឹងរៀងស្ងោស្ងាត់ដោយសារ Albert ក្រុមរបស់ពួកគេនឹងស្លាប់ដោយសារតែនាគនឹងតែពួកនាគក៏ប្រឹងញញឹមវិញដោយមិនចង់ឲ្យបរិយាកាសអាប់អួរចឹង Orun នឹងក៏បានប្រាប់ពីដាវដែលគេចង់បានដោយលើកពេលជប់លៀងនឹងទៅថ្ងៃក្រោយហើយចឹងភាពបន្តក៏លើកទៅវីដេអូក្រោយដែរបាទ Ah! Please sir I want some more